Hello welcome back sister អ្នកគ្នាឥឡូវពួកយើងត្រឡប់មកកាន់ blog បន្តពីបាត់អស់រយៈពេលច្រើនខែមកដំណើរកំសាន្តពួកយើងគឺចេញពីភ្នំពេញដល់រថភ្លើងទៅកាន់ខេត្តកពតនិងខេត្តកែបចឹងនៅក្នុងនោះដែរគឺយើងនឹងគេងរយៈពេលមួយយប់នៅកពតហើយពួកយើងនឹងទៅកែបបន្តទៀតបន្ទាប់ពីដល់ទីក្រុងកពតហើយពួកយើងក៏បន្តដំណើរទៅកាន់ផ្ទះសំណាក់ដើម្បីដេកនៅពេលដែលពួកយើងដល់ផ្ទះសំណាក់ហើយពួកយើងក៏មានការជួលម៉ូតូដើម្បីធ្វើការឡើងភ្នំតSo guys ឥឡូវពួកយើង ready ទៅឡើងភ្នំតែមុនឡើងភ្នំពួកយើងហៅបាយស៊ីសិនយ៉ាចឹងបន្ទាប់ពីយើងបានរៀបចំខ្លួនហើយយើងជួលម៉ូតូបានសម្រាប់ហើយពួកយើងក៏ចាប់ផ្ដើម ready ទៅឡើងភ្នំដំបូងគាត់ថាហៅបាយញ៉ាំនៅខាងក្រោមមកហើយតែនៅពេលហើយជិះចុះជិះឡើងក៏អត់បានហៅអីញ៉ាំនៅក្រោមទេពួកយើងក៏សម្រាប់ថាអូខេឡើងភ្នំជប់នៅកាហ្វេដើម្បីហៅអីញ៉ាំហើយពួកយើងក៏បានបាយឆាគ្រឿងសមុទ្រម្នាក់បងប្អូនតម្លៃអូខេបាយក៏ឆ្ងាញ់ល្មមដែរហើយក៏ញ៉ាំចុះញ៉ាំឡើងមនុស្សច្រើនទៅហើយអូយគេស្វីតពេញហ្នឹងបាយដំបូងរៀងធម្មតាណាតែគេស្វីតច្រើនពេកបាយផ្អែមខ្លាំងណាស់ហើយពួកខ្ញុំក៏មក fit check ម្នាក់ម្ដង yes មើលទៅអាកាសធាតុមិនសូវល្អពួកយើងក៏បានបន្តទៅខាងលើបន្តទៀតតែគួរស្ដាយទៅដែរដោយសារតែយើងបានរៀប plan ហើយថាយើងគូទៅណាខ្លះប៉ុន្តែយើងបានទៅដល់តាម plan របស់យើងទេតើមើលអ្នកថាពួកខ្ញុំបានទៅដល់កន្លែងណាខ្លះ Let's goយើងចូលទៅពួកយើងចូលពីលើភ្នំបូកគោវិញគឺពួកយើងបន្តដំណើរទៅកពតកន្លែងឆ្នេរបន្តប៉ុន្តែពួកយើងអត់បានធ្វើអីចំទេនៅនោះពួកយើងធ្វើតាមគោលមកទេសភាពហើយចាក់ចៅពោតឆាពោតលីងតែប៉ុណ្ណឹងពួកយើងក៏ត្រឡប់មកទៅវិញដើម្បី ready ថ្ងៃទី2ត yes Morning ជាមួយនឹងព្រឹកថ្ងៃទី2ពួកយើងនឹងចេញដំណើរពីកពតដើម្បីទៅកាន់កែបតាមមុនទៅដល់ឆ្នេរកែបពួកយើងទៅដល់ឆ្នេរដង្កោមុននៅស្អីជិះចុះជិះឡើងពេលព្រឹកដល់ឆ្នេរដង្កោតែឆ្នេរដង្កោធ្វើឲ្យខំនៅវា11លើកស្អាតខ្លាំងទៅហើយគឺចង់ចុះចាប់ក្តាមចាប់មុខដូចគេមកហើយមិនពួកយើងចេញពីឆ្នេរដង្កោហ្នឹងពួកយើងមកដល់ឆ្នេរកែបតទៀតហើយខ្ញុំអីហើយដល់សាក្រាមខ្ញុំទិញអីផ្ញើម៉ាក់ផ្ញើអីហើយពួកយើងក៏ត្រឡប់មកកាន់កពតវិញដើម្បីឡើងឡានពីកពតទៅភ្នំពេញ